บนโนแอลឆ្នាំថ្មីខែមរាប្រស្រីគ្រប់ក្រុមគ្រួសារទទួលព្រះពរទូទាំងកម្ពុជាទទួលព្រះពរទូទាំងកម្ពុជាពីម្ចាស់សុគីជាអង្គសង្គ្រោះបាទសូមគោរពជំរាបសួរលោកគ្រូអ្នកគ្រូបងប្អូនទាំងអស់គ្នាថ្ងៃនេះគឺជាសកម្មភាពដែលខ្ញុំបាននាំកូនសិស្សក៏ដូចជាក្រុមគ្រួសារទៅចូលរួមក្នុងកម្មវិធីណូអែលនៅព្រះវិហារនៅឯភ្នំពេញយើងទទួលបានការអញ្ជើញពីលោកគ្រូជាអ្នកបម្រើព្រះនៅទីនោះហើយបងប្អូនអើយមិនមែនថាយើងខ្ញុំទាំងអស់គ្នាឃើញប្រទេសកំពុងតែពិបាកកំពុងតែរងផលប៉ះពាល់ហើយឆ្លៀតពេលក្នុងការផលិតវីដេអូមើលទៅដូចជារីករាយមើលទៅដូចជាសប្បាយនោះទេក្នុងចិត្តយើងនៅតែអធិដ្ឋានសម្រាប់កម្ពុជាក្នុងចិត្តយើងនៅតែព្រួយបារម្ភសម្រាប់ពូបងកងទ័ពជានិច្ចប៉ុន្តែនេះគឺជាភារកិច្ចរបស់គ្រីស្ទានគ្រប់រូបដែលត្រូវធ្វើនៅកម្មវិធីណូអែលឬក៏យើងហៅថាអបអរសាទរព្រះរាជកំណើតរបស់ព្រះគ្រីស្ទដែលព្រះអង្គបានប្រសូតជាមនុស្សលោកហើយសង្គ្រោះព្រលឹងវិញ្ញាណរបស់គ្រីស្ទានគ្រប់គ្នាចឹងហើយសូមឲ្យព្រះពរនិងព្រះគុណរបស់ផងទ្រង់បានសោះសាយដល់ប្រទេសកម្ពុជាផងដែរឥឡូវនេះយើងកំពុងតែធ្វើដំណើរនៅតាមផ្លូវហើយបន្តិចទៀតនឹងទៅដល់ហើយបាទអញ្ចឹងគ្រាន់តែមកដល់ភ្លាមត្រូវបានចាប់លេខដើម្បីទទួលកាដូហើយនេះគឺកូនសិស្សនៅទីនោះបាទគាត់មកស្វាគមន៍យើងហើយកំពុងតែសួរថាអូនឈ្មោះអីហើយកូនសិស្សផ្សេងទៀតគាត់កំពុងលេងនិងរៀបចំខ្លួនក្នុងការចាប់ផ្ដើមកម្មវិធីព្រោះថាយើងទៅដល់មុនម៉ោងអញ្ចឹងហើយកម្មវិធីអត់ទាន់ចាប់ផ្ដើមទេបាទនេះគឺជាការច្រៀងសរសើរដំណើរព្រះដោយក្រុមចម្រៀងពិសេសរបស់បងប្អូននៅទីនោះឃើញថាពួកគាត់មានសក្តានុពលនិងមានចំណេះដឹងច្រើនមែនទែនចំពោះផ្នែកភ្លេងផ្នែកចម្រៀងសរសើរដំណើរព្រះហើយមើលទៅលេងបានស្រស់គ្នាច្រៀងនឹងក៏បរោះទៅទៀតបាទអញ្ចឹងខ្ញុំនឹងដាក់សំឡេងពួកគាត់ឲ្យស្ដាប់បន្តិចបាទគឺលោកគ្រូអ្នកគ្រូនៅទីនោះបានបង្ហាត់បង្រៀនពួកគាត់បានល្អមែនទែនឥឡូវបន្ទាប់ពីការច្រៀងយើងបានមកដល់ការដែលស្ដាប់លោកគ្រូគាត់អធិប្បាយព្រះបន្ទូលរបស់ផងព្រះដែលនិយាយអំពីការប្រសូតរបស់ផងព្រះគ្រីស្ទដែលព្រះអង្គបានប្រសូតជាមនុស្សហើយគាត់សួរសំណួរថាអ្នកណាជាអ្នកបង្កើតផ្ទៃមេឃផែនដីអីជាដើមហើយនិយាយទៅគឺនិយាយពីសាច់រឿងនៃការប្រសូតរបស់ផងព្រះគ្រីស្ទហើយដើម្បីលើកទឹកចិត្តដល់ក្មេងៗនិងប្រាប់យើងទាំងអស់គ្នាឲ្យបានដឹងបាទឥឡូវបន្ទាប់ពីការដែលយើងស្ដាប់ព្រះបន្ទូលហើយនេះគឺជាការដែលរាំបិទកម្មវិធីរបស់បងប្អូនដែលជាសិស្សានុសិស្សនៅទីនោះពួកគាត់បានត្រៀមខ្លួនក្នុងការសរសើរដំណើរព្រះដោយការរាំហើយនឹងបញ្ចប់កម្មវិធីបាទអញ្ចឹងបន្ទាប់ពីពួកគាត់រាំហើយឥឡូវនេះយើងមកដល់ពេលដែលចែកកាដូហើយបាទគឺថាពេលដែលបានកាដូតាមលេខនីមួយៗហ្នឹងគឺថាសប្បាយចិត្តមែនតើពិសេសក្មេងៗបាទការដែលលោកគ្រូអ្នកគ្រូគាត់រៀបចំធ្វើណូអែលនេះគឺសម្រាប់ជួយដល់ក្មេងៗដែលគាត់ខ្វះខាតដូចគ្នាដែរបងប្អូនអើយយើងមានសម្ភារៈសិក្សាយើងមានកាដូលើកទឹកចិត្តពួកគាត់តែទួចសម្រាប់ការដែលកំសាន្តចិត្តដល់ពួកគាត់ធម្មតាក្មេងៗគាត់ចង់ស្គាល់អ្វីដែលល្អចង់ស្គាល់អ្វីដែលត្រឹមត្រូវអញ្ចឹងហើយយើងប្រកាសនៅដំណឹងល្អដើម្បីឲ្យគាត់បានដឹងថាព្រះអង្គជាអ្នកបង្កើតផ្ទៃមេឃផែនដីព្រះអង្គជាព្រះនៃពិភពលោកអញ្ចឹងហើយឃើញថារីករាយសប្បាយមែនទែនអធិដ្ឋានឲ្យព្រះអង្គនៅតែបន្តថែសារប្រទេសជាតិរបស់ផងយើងទៀតផងដែរហើយនេះគឺជារូបភាពដែលយើងថតជុំគ្នាមុនពេលយើងលាគ្នាទៅផ្ទះវិញហើយថ្ងៃនេះខ្ញុំមានតែប៉ុណ្្នឹងទេហើយរូបភាពប្រមាណស្លឹកនេះខាងក្រោយនេះគឺជារូបដែលយើងថតលាគ្នាហើយអរគុណលោកគ្រូអ្នកគ្រូដែលបានទទួលស្វាគមន៍យើងទាំងអស់គ្នាដោយចិត្តមេត្រីចិត្តស្រឡាញ់ហើយកក់ក្ដៅណាស់បានទៅជួបពួកគាត់ចឹងហើយនេះគឺជាការដែលល្អបំផុតដែលយើងទាំងអស់គ្នាចង់បានហើយនឹងចង់ឃើញ
អរគុណសូមព្រះប្រទានពរបាទ